ហេតុអីវាតែមានផ្នែកកំណត់ថាម្ហូបខ្មែររបស់យើងអាចលក់ក្នុងតម្លៃថ្លៃបានហើយពេលដែលលក់ម្ហូបខ្មែរក្នុងតម្លៃដែលគួរសមមួយហេតុអីក៏គិតថាខ្មែរយើងចាក់កគ្នាឯងអញ្ចឹងអានេះគឺសំដៅទៅលើតាមភោជនីយដ្ឋានដែលមានស្តង់ដារមិនមែនសំដៅទៅលើតាមទីកន្លែងកម្សាន្តមួយចំនួនដែលគាត់លក់ចាក់កទេធ្លាប់មានឆ្លងពីភាពអត់ស្មើគ្នាពេលខ្លះញ៉ាំម្ហូបអឺរ៉ុបក៏ដូចជាញ៉ាំស្តេកមួយចាន30-40 ដុល្លារគឺអត់មានអ្នកត្អូញត្អែទេហើយមីនុយរបស់គេគឺសុទ្ធតែអក្សរបរទេសទៀតក៏ប៉ុន្តែពេលដែលញ៉ាំម្ហូបខ្មែររបស់យើងវិញអ្នកខ្លះគឺគាត់កំ plaign ខ្លាំងមែនតើដោយសារតែផ្នែកកំណត់របស់យើងភាគច្រើនយើងគិតថាម្ហូបខ្មែររបស់យើងគឺជាម្ហូបសម្រាប់ញ៉ាំតាមផ្ទះទេអញ្ចឹងទោះបីជាស្តង់ដារកម្រិតណាពេលដែលតម្លៃមួយវារៀងខ្ពស់ក៏យើងតែងតែស្រែកថាវាថ្លៃអញ្ចឹងទៅក៏ប៉ុន្តែយើងគួរតែបដូរផ្នែកកំណត់នឹងចោលដោយសារតែម្ហូបខ្មែររបស់យើងបើសិនជាយកទៅធ្វើជា fine dining ក៏មិនចាញ់ម្ហូបអឺរ៉ុបខ្លាំងដែរការច្នៃប្រឌិតក៏ដូចជាបរិយាកាសហាងតាមភោជនីយដ្ឋានមួយចំនួនម្ហូបខ្មែររបស់យើងក៏មិនចាញ់ម្ហូបអឺរ៉ុបម្ហូបបរទេសដែរយល់ថាម្ហូបខ្មែររបស់យើងគឺស្តង់ដារសម្រាប់ជនជាតិខ្មែររបស់យើងជាពិសេសក៏ប៉ុន្តែពេលដែលយើងព្យាយាមធ្វើឲ្យវាល្បីក៏ដូចជាធ្វើឲ្យវាជា signature soft power របស់យើងទៅចុងភៅដែលធ្វើម្ហូបខ្មែរក៏គួរតែទទួលបានប្រាក់បៀវត្សក៏ដូចជាការឲ្យតម្លៃដូចជាចុងភៅដែលធ្វើម្ហូបអន្តរជាតិបរទេសដែរតែបើសិនជាម្ហូបអត់មានស្តង់ដារក៏ដូចជារសជាតិទទួលយកអត់បានហើយដាក់តម្លៃចាក់កអានឹងយើងរិះគន់គឺវាសមហើយខ្ញុំសង្កេតមើលឃើញទៅម្ហូបខ្មែររបស់យើងក៏មិនចាញ់ម្ហូបអឺរ៉ុបមួយចំនួនទៀតដែរស្តង់ដារអនាម័យក៏ដូចជារសជាតិជាពិសេសគឺរូបមន្តរបស់ខ្មែរយើងគឺពិសេសខ្លាំងមែនទែន